นี้មួយទៀតហើយគ្រប់នេះដែរអញ្ចឹងវាមានខ្ញុំទិញ DistroKid ចំណេញបាន 50% នេះអញ្ចឹងបងត្រូវមើលទៅរបៀបចូលមកចុច save នេះមករបៀបភ្ជាប់របៀបអីបងរបៀបភ្ជាប់របៀបអីគឺខ្ញុំមានដាក់ក្នុងក្រុមហ្នឹងហើយមាន link មានអីបន្ទាប់មកយើងចូលក្នុងនេះមកមើលមេរៀនបាទនេះខ្ញុំបញ្យល់ធួពីមេរៀននេះបងមើលមកលើអស់នេះគួរទិញក្រុមហ៊ុនមួយណាអានេះរបៀបធ្វើចុះឈ្មោះបាទរបៀបចុះឈ្មោះមកចំណេញមកអញ្ចឹងណានេះ DistroKid ហើយរបៀបធ្វើចម្រៀង link ធ្វើចម្រៀង Sono link ធ្វើចម្រៀង Google Flow បាទហើយនេះ link ធ្វើរូបភាពនេះ Google Flow ហ្នឹងណាតមករបៀបធ្វើចម្រៀងរបៀបធ្វើ cover របៀបទិញ Sono អញ្ចឹងណានេះបទដែលខ្ញុំធ្វើឲ្យបង test មើលហើយរបៀបចូលមើល From នេះយក copy អាហ្នឹងទៅដាក់ Google Gemini ឬ ChatGPT ទៅយើងបានធ្វើ Pro បានហើយតមកយើងចូលមកធ្វើខាងក្រោមនេះ chat group អញ្ចឹងមានក្រុម support បងអាច chat សួរគ្នាបានតបមកបងមកក្រោមទៀតនេះកង់ ACDA អាច chat សួរបងបន្ថែមទៀតបានតបមកដល់នេះឡើងមេរៀននេះមានជាប់ Dito ជាប់អីខ្ញុំដាក់ DK ហ្នឹងស្រួលមើលបងឃើញអត់នេះអញ្ចឹងចាប់ដើមពី DistroKid ហ្នឹងគឺ DistroKid សុទ្ធតបមកបងនេះអ្វីដែលបងធ្វើដំបូងមកគឺភ្ជាប់ហ្នឹងហើយដាក់ចម្រៀង single ហ្នឹងមានណាមួយបទណាអាល់ប៊ុមនេះចាប់ពី10បទឡើងហ្នឹងគេហៅអាល់ប៊ុមហើយភ្ជាប់ធនាគារនេះចាំមួយខែឡើងចាំភ្ជាប់ក៏បានដែរហើយ Spotify នេះធម្មតាចាប់ពី5ថ្ងៃទៅ10ថ្ងៃទៅវាឲ្យជាប់ឆានែលអាទិត្យនេះ Spotify ដូចគ្នាតបមកនេះបងឃើញគេដាក់ DK 01 DK 02មានតាមអញ្ចឹងណាបងនេះមានអក្សរនៅក្រោមហ្នឹងផងដែរហើយភ្ជាប់កងជាប់អីនេះរបៀប claim របៀបអីនេះហើយរបៀបទទួលបានសញ្ញាអីនេះរៀបចំអញ្ចឹងមានបាទតមក Dito ដូចគ្នាវារៀបចំដូចតែគ្នាបងគ្រាន់តែការដាក់ចម្រៀងនោះវាខុសគ្នាបន្តិចហើយវាភ្ជាប់កងអីវាខុសគ្នាអញ្ចឹងណាបាទវាភ្ជាប់ឲ្យដូចគ្នាទេហើយនេះ link ទិញ DistroKid ចំណេញបាន 50% link ខ្ញុំដាក់ឲ្យទៀតហើយអាចសួរបន្ថែមបាននេះនៅក្នុងនេះរបៀបចុះឈ្មោះខំបត់យើងទិញ DistroKid ផ្សេងគ្នាយើងអាចដាក់បត់ចូលគ្នាបានណាយើងអាចដាក់ថា artist មួយយើងអាចទិញក្រុមហ៊ុនផ្សេងហើយដាក់ចូលតាម artist យើងបានដើម្បីឲ្យបត់យើងកាន់តែចែកចាយលឿនជាងមុនអញ្ចឹងណាបាទហើយមាន page admin អញ្ចឹងទៅហើយមានវីដេអូផ្សេងធ្វើការធ្វើអីបន្ថែមទៀតអញ្ចឹងបងនេះមេរៀនទៅច្រើនខ្ញុំនិយាយទៅវាវែងឆ្ងាយបងអាចយកមេរៀនទៅគឺមើលយល់ហើយនឹងបើអត់យល់ទេបងអាចចូលឆែកមើលក្រុមខ្ញុំបន្ថែមទៀតបានខ្ញុំមានបញ្យល់ក្នុងនឹងច្រើនណាខ្ញុំនិយាយតែដែរពីតទៅនឹងក្រុមហ្នឹងទេបងអាចឆាតសួរខ្ញុំបន្ថែមបានបាទអរគុណ